បងស្រីគាត់ភ័យឃើញខ្ញុំការជាមួយប្តីខ្ញុំគាត់ជន់ចិត្តស្បែកខ្មៅអញ្ចឹងណាអញ្ចឹងក៏គាត់សួរសំណួរថាមិនក៏ហ៊ានយកដៃគូសាសខ្មៅសាសដតីស្អាតស្អាតមកកណោមិនបានអត់យកអញ្ចឹងណាអញ្ចឹងមានន័យថាអីដែលយើងទទួលបាននៅក្នុងសារហ្នឹងមានន័យថាគាត់និយាយថាប្តីខ្ញុំអត់ស្អាតអញ្ចឹងណាខ្ញុំនឹងប្រាប់ពីមូលហេតុអីបានខ្ញុំសម្រេចចិត្តយកគាត់ប៉ុន្តែចង់និយាយប្រាប់ដែរថាស្តង់ដារនៃសម្រស់វាខុសគ្នាប្តីខ្ញុំហ្នឹងគ្រាន់បើមែនតើដែលគាត់ស្មោះព្រោះអីមានស្រីច្រើនណាស់ចង់បានគាត់និយាយអញ្ចឹងហ្មងទៅគ្រូអ្នកធ្វើការជាមួយដែលជាស្ត្រីហ្នឹងជាពិសេសមេម៉ាយកូន1 កូន 2ម៉ែអាទុកក៏បានអត់ជាប់ស្រឡាញ់ហ្មងណាហើយអានឹងខ្ញុំអត់ដែលលើកមកនិយាយទេប៉ុន្តែពួកគាត់ស្រឡាញ់ប្តីខ្ញុំបើសិននិយាយថាប្តីខ្ញុំព្រមយកគាត់គឺថាមិនតិចទេនិយាយទៅអត់ដឹងថាមូលហេតុអីទេប៉ុន្តែលក្ខណៈថាអត់ដឹងថាគាត់មើលទៅស្រស់ឬក៏សង្ហារបៀបអ្នកខាងហ្នឹងឬក៏មិនអញ្ចឹងណាប៉ុន្តែមានអ្នកច្រើនមានស្ត្រីច្រើនណាស់ដែលញ៉ែគាត់អញ្ចឹងបើនិយាយទៅគឺប្រហែលជាថាសម្រាប់បងស្រីអត់ស្អាតតែគ្រាន់ថាសម្រាប់អ្នកនៅស្រុកអាមេរិកនេះបលគាត់ប្រពន្ធនេះហើយគាត់លក្ខណៈថាការងារគាត់គ្រាន់ដែរអីចឹងហើយតាចរិតគាត់ល្អអីចឹងចេះជួយអ្នកដទៃអីផ្សេងកន្លងមកហ្នឹងអាចរិតគាត់អ្នកដែលស្គាល់គាត់ដឹងខ្លះពីគាត់ដែរនិយាយទៅគេចង់បានហ្មងអញ្ចឹងមិនអីទេបងអើយបើសិនជាខ្ញុំតែអត់មានអ្នកចង់បានគាត់នឹងឯងព្រោះអីទុកឲ្យខ្ញុំយកម្នាក់ឯងបើបកទៅលើថាមូលហេតុអីបានសម្រេចចិត្តយកគាត់ណាវាមានរឿងច្រើនណាស់ខ្ញុំអត់ដឹងអ្នកណាទេប៉ុន្តែសម្រាប់ខ្ញុំវិញទំហំតែខ្ញុំសម្រេចចិត្តជាពិសេសយកប្តីនឹងហ្មងធំណាមុននឹងខ្ញុំសម្រេចចិត្តយកគាត់នឹងយើងស្គាល់ចិត្តគ្នា5ឆ្នាំហើយនៅឆ្ងាយពីគ្នាឆាតហៅគ្នាអីមិនអីចឹងនៅឆ្ងាយពីគ្នាហើយគាត់បង្ហាញទង្វើឬក៏កប្បកិរិយារបៀបណាខ្លះក្នុងរយៈពេល5ឆ្នាំដែលនៅឆ្ងាយពីគ្នាហ្នឹងអញ្ចឹងវាមានរឿងរ៉ាវច្រើនវាមិនមែនថាយើងវិនិច្ឆ័យយើងធ្វើការសម្រេចចិត្តដោយសារតែគាត់ខ្មៅមួយមុខហ្នឹងវាអត់គ្រប់គ្រាន់ទេគឺថាមនុស្សគាត់ទី1គឺគាត់មានទស្សនវិស័យក្នុងជីវិតណាដែលគ្រួសារមួយដែលល្អពេលដែលយើងរកបានយើងជួយសង្គមអីចឹងទៅនៅទី2គាត់ជាមនុស្សមានទំនួលខុសត្រូវហ្នឹងគឺចង់សម្ដែងទៅលើអីដែលគាត់និយាយគាត់សន្យាគឺគាត់ធ្វើទោះបីជាគាត់និយាយហើយគាត់បានធ្វើភ្លាមវាត្រូវការពេលឬថាឧទាហរណ៍គាត់នឹងធ្វើរឿងនេះក្នុងចន្លោះពេល1 ខែក្រោយពេលខ្លះ1 ខែក្រោយគាត់ធ្វើអត់ទាន់បានប៉ុន្តែគាត់នៅតែព្យាយាមធ្វើរឿងនឹងទាល់តែបាន2 ទៅ 3 ខែក្រោយអីចឹងទៅមួយទៀតគឺគាត់គិតពីគ្រួសារទោះបីជាមានមតិមួយចំនួនថាបរទេសឲ្យតែការហើយគឺគេតាជាមួយយើងទេគេអត់ការជាមួយគ្រួសារយើងទេអីចឹងណាមតិមួយចំនួនហើយវាភាគច្រើនចឹងមែនប៉ុន្តែខ្ញុំរៀងពិបាកទទួលយកតិចព្រោះមនុស្សខ្ញុំគឺមនុស្សស្រឡាញ់គ្រួសារអញ្ចឹងតើតែអ្នកដែលរៀបការជាមួយខ្ញុំហ្នឹងគាត់យល់ពីតម្លៃដែលខ្ញុំផ្ដល់ទៅដល់គ្រួសារខ្ញុំដែរបើមិនជាមនុស្សគាត់អត់សូវឲ្យតម្លៃដល់គ្រួសារខ្ញុំក៏ខ្ញុំពិបាកទទួលយកគាត់អញ្ចឹងណាប៉ុន្តែគាត់គឺខ្ញុំអត់ដឹងថាថ្ងៃមុខទៀតមិនគេគ្រាន់ថាកន្លងមកគឺគាត់ឲ្យតម្លៃគាត់ស្រឡាញ់គាត់បារម្ភពីក្រុមគ្រួសារខ្ញុំពីឪពុកម្ដាយពីប្អូនពីសាច់ថ្លៃខ្ញុំនៅស្រុកខ្មែរពីជីដូនខ្ញុំពីមីងមីអីគ្រប់យ៉ាងអញ្ចឹងគាត់អាសាសួរសុខទុក្ខអញ្ចឹងទៅហើយផ្សេងទៀតហ្នឹងដូចចំណុចតូចតាចហ្នឹងរបៀបថាគាត់អត់សូវប្រកាន់រឹកការងារផ្ទះការងារផ្សេងបើគាត់មានពេលគាត់ចេះជួយហើយអញ្ចឹងណាចំណុចមិនល្អអ្នកណាក៏មានដែរគ្រាន់ថាចំណុចមិនល្អរបស់គាត់ហ្នឹងបើយើងថ្លឹងថ្លែងជាមួយនឹងអីដែលគាត់មានហ្នឹងគឺអាមានហ្នឹងវារឿងធ្ងន់ជាងអញ្ចឹងមានន័យថាយើងអាចសម្រេចសម្រួលហើយយើងអាចមានន័យថារស់នៅជាមួយគ្នាជួយកែប្រែគ្នាអញ្ចឹងចម្លើយគឺវាមានច្រើនហើយខ្ញុំមនុស្សខ្ញុំគឺអាចសម្រេចចិត្តតាមមុខថាយកអ្នកណាគេសះផ្សេងដោយសារតែកតាគេសង្ហាក្មេងឬក៏ស្រាលនិយាយទៅចំណុចទាំងអស់ហ្នឹងគឺវាស្រាលវាអត់មានទម្ងន់គ្រប់គ្រាន់ដើម្បីឲ្យខ្ញុំជ្រើសរើសយកម្នាក់ហ្នឹងទេអញ្ចឹងបកត្រឡប់មកវិញចម្លើយវាមានច្រើនប៉ុន្តែខ្ញុំឆ្លើយត្រួសប៉ុណ្ណាហើយសង្ឃឹមថាអ្នកដែលគាត់កំពុងតែអ្នកដែលគាត់អត់ទាន់រៀបការខ្ញុំជឿថាមានអ្នកចែកច្រើនចែកចង់ច្រើនអញ្ចឹងអ្នកដែលគាត់មានជំរឿសច្រើនជ្រើសរើសឲ្យបានល្អកុំជ្រើសរើសដោយសារតែពាក្យសម្ដីគេផ្សេងថាអូយើងយកម្នាក់នេះទៅសមជាមួយយើងមើលមកធំមើលពីក្រៅហ្នឹងថាសមឬក៏យើងគិតថាម្នាក់ហ្នឹងនៅជាមួយយើងបានរស់នៅជាមួយយើងបានទឹកក្តៅទឹកត្រជាក់អីផ្សេងហើយបើនិយាយមួយម៉ាត់ខ្លីប៉ុណ្្នឹងថាអីបានអត់យកអ្នកផ្សេងអាហ្នឹងវារាក់ខ្លាំងមែនតើណាចម្លើយគឺវាជ្រៅណាតកតងជាមួយនឹងការជ្រើសរើសដៃគូហ្នឹងយើងអាចឆ្លើយបានដូចលេងបៃលឹកបឡទេហើយឥឡូវហ្នឹងក៏ខ្ញុំអត់ហ៊ានធានាថាអនាគតទៅគាត់នឹងមានការផ្លាស់ប្ដូរអត្តចរិតមួយទៀតក៏យើងអត់ដឹងដែរគ្រាន់ថាកន្លងមកហ្នឹង6 7ឆ្នាំតាំងពីស្គាល់គ្នាការហើយ2 ឆ្នាំជាងហ្នឹងគឺថាអត់អីទេនៅអាចទទួលយកបានអញ្ចឹងណាហ្នឹងហើយអញ្ចឹងជូនប៉ុណ្ណឹងហើយសម្រាប់អ្នកដែលគាត់មានយោបល់អីអាច comment ខាងក្រោមបានអរគុណច្រើន